សុភាសិតបុរាណខ្មែរកុំយកស្រឡៅធ្វើខ្នួចកុំសម្រួចឈើពុកវេកញែកនៃកន្លឹះពាក្យសំខាន់ពាក្យថាស្រឡៅក្នុងឃ្លាទី1នេះជាឈ្មោះឈើធំមួយប្រភេទមានសន្តានស្រដៀងត្របែកព្រៃតែដើមធំជាងសាច់ស្និទ្ធស្អាតប្រើការបានច្រើនយ៉ាងមានក្តារស្រឡៅទូស្រឡៅតុស្រឡៅជាដើមរីពាក្យថាខ្នួចជាឈ្មោះចំណងមួយប្រភេទសម្រាប់គួចគេធ្វើដោយឫស្សីស្រស់ឬដោយទ្រនុកស្លឹករឹតជាដើមគេច្រើនប្រើសម្រាប់ចងរឹតប្រក់ផ្ទះចំណែកពាក្យថាឈើពុកក្នុងឃ្លាទី2ច្រើនជាឈើគ្មានគុណភាពឈើសាច់ស្ពោតចំពោះន័យចំឈើស្រឡៅសាច់វាហាប់មែនហើយស្អាតគុណប្រយោជន៍របស់វាគឺសម្រាប់ធ្វើក្តារទូតុនិងផ្សេងទៀតដែលមានតម្លៃរីឯខ្នួចជាខ្សែចំណងវាត្រូវការរុក្ខជាតិប្រភេទទន់និងស្វិតគុណប្រយោជន៍វាគឺសម្រាប់ចងដូច្នេះបើយើងយកឈើស្រឡៅមកធ្វើខ្នួចគឺប្រើចងពុំកើតទេប្រើពុំកើតហើយត្រូវខាតបង់ឈើដែលល្អនោះទៀតរីឈើពុកទោះអាចសម្រួចបានស្រួចល្អក៏ប្រើការពុំកើតដែរការដែលខ្លាចយកទៅប្រើខុសរឿងនិងប្រើខុសរឿងបែបនេះហើយបានចាស់បុរាណលោកពោលថាកុំយកស្រឡៅធ្វើខ្នួចកុំសម្រួចឈើពុកប្រយ័ត្នខាតបង់ប្រយោជន៍ធំចំពោះន័យធៀបស្រឡៅនិងខ្នួចប្រៀបធៀបមកមនុស្សដែលមានសមត្ថភាពដូចគ្នាតែឈរនៅចំណេះជំនាញផ្សេងគ្នាឈើពុកប្រៀបដូចមនុស្សអសមត្ថភាពសរុបន័យជារួមអត្ថន័យសុភាសិតនេះបានចំអល់ចំទៅបុគ្គលជាអ្នកដឹកនាំធ្វើជាអ្នកដឹកនាំត្រូវតែមានចក្ខុវិស័យខ្ពស់អាចកំណត់ដឹងពីសមត្ថភាពរបស់បុគ្គលិកក្រមអាវ៉ាតមើលជាក់ស្ដែងថានរណាមានទេពកោសល្យលើចំណុចអ្វីហើយគួរតែចាត់ចែងឲ្យគេកាន់ការលើគោលដៅនោះកុំអាងមានតំណែងខ្ពស់លើសគេចង់ចាត់ចែងឲ្យនរណាធ្វើអ្វីក៏បានអ្នកក្រមអាវ៉ាតខ្លះមានសមត្ថភាពអាចបង្ក្រាបបទល្មើសធំបានបែរជាឲ្យគ្នាមកធ្វើជាប៉ូលីសចរាចរណ៍មិនធ្វើបែបហ្នឹងឬដោយសារតួនាទីនោះមានគេកក់ទុកមុនរួចទៅហើយគេដឹងបែបនេះមិនខុសអីពីយកស្រឡៅធ្វើខ្នួចនោះទេលទ្ធផលគឺខាតបង់ធំណាស់ទើបឃ្លានេះចែងថាកុំយកស្រឡៅធ្វើខ្នួចគឺកុំប្រើមនុស្សធ្វើការពីសមត្ថភាពពួកគេចំណែកការសម្រួចឈើពុកក៏ដូចគ្នាបុគ្គលខ្លះគ្មានសមត្ថភាពនិងគ្មានចំណេះដឹងពិតប្រាកដទេតែត្រូវគេជ្រោមជ្រែងលើកឲ្យមានតំណែងខ្ពង់ខ្ពស់ឬហៅថាគេសម្រួចឲ្យស្រួចសង្ស័យពូកែអែបអបទ្រពងទីដឹងបានជាគេលើកស្ទួយបែបនេះឈើពុកកាលណាបើចង់សម្រួចវាក៏អាចស្រួចខ្លះដែរតែប្រើការពុំកើតទេចំណែកបុគ្គលអសមត្ថភាពឬគ្មានចំណេះដឹងក៏ដូចគ្នាទោះលើកស្ទួយបន្ទប់តំណែងខ្ពង់ខ្ពស់មុខខ្ពស់មុតយ៉ាងណាក៏កាន់ការអ្វីពុំកើតដែរមុខតែខាតបង់ធំហើយតែបើកើតនោះគឺកើតប្រយោជន៍ផ្ទាល់ខ្លួនឬបពពួកក្រុមនោះឯងទើបសុភាសិតឃ្លានេះចែងថាកុំសម្រួចឈើពុកគឺកុំលើកបន្ទប់មនុស្សដែលគ្មានសមត្ថភាពឲ្យកាន់ការធំ